ជាដំបូងខ្ញុំបាទសូមគោរពជំរាបសួរពុកម៉ែបងប្អូនដែលនិយមតាមដានទស្សនាវីដេអូរបស់ខ្ញុំថ្ងៃនេះខ្ញុំបាទនឹងនាំពុកម៉ែបងប្អូនមកទស្សនាអំពីសកម្មភាពនៃការធ្វើវ៉ាក់សាំងឡាំ2វ៉ាក់ទៅលើសត្វគោរបស់ខ្ញុំនៅឯស្រុកកំណើតជានៅផ្ទះរបស់ខ្ញុំផ្ទាល់តែម្ដងបាទហើយនេះគឺជាប្រតិទិនចាក់វ៉ាក់សាំងសម្រាប់ការពារជំងឺសត្វគោរបស់យើងបាទដែលខ្ញុំ recommend ឲ្យពុកម៉ែបងប្អូនការពារទៅលើជំងឺសាទឹកបោះខ្យល់អត់ក្តាមហើយនឹងជំងឺដុំពកបាទអញ្ចឹងពុកម៉ែបងប្អូនសូមមកមើលអំពីពណ៌បាទពណ៌លឿងពណ៌ក្រហមបាទសម្រាប់ពណ៌ដែលយើងគូសពីប្លោននៅខែនីមួយៗហ្នឹងបានន័យថាគឺជាខែឬក៏ថ្ងៃដែលយើងត្រូវចាក់វ៉ាក់សាំងដើម្បីការពារជំងឺអស់ហ្នឹងខ្ញុំសូមសង្កត់នៃធ្ងន់ទៅលើជំងឺដុំពកយើងដឹងហើយថាជំងឺដុំពកគឺជាជំងឺដែលបង្កឡើងដោយវីរុសបាទអញ្ចឹងវាចម្លងតាមរយៈពពួកវិចទៅដូចជារុយមូសលបោមជាដើមបាទយើងដឹងថានៅប្រទេសរបស់យើងបច្ចុប្បន្នខែណាក៏សម្បូរទៅដោយពពួកអស់នឹងដែរដូច្នេះហើយពុកម៉ែបងប្អូនអាចចាក់នៅក្នុងខែណាក៏បានដែរបាទដើម្បីការពារជំងឺដុំពកមួយនេះបាទហើយនេះគឺជាសកម្មភាពនៃការចាក់វ៉ាក់សាំងការពារជំងឺដុំពករបស់ខ្ញុំផ្ទាល់ទៅលើសត្វគោរបស់ខ្ញុំបាទហើយបាទគោរបស់ខ្ញុំវារាងសាំងដែរបាទអញ្ចឹងចាក់ខ្ញុំចាក់សើស្បែកអញ្ចឹងទៅវាមិនសូវឈឺប្រហែលទេតែចំពោះគោពុកម៉ែបងប្អូនដែរវាព្រៀងបាទមានន័យថាវាអត់សាំងជាមួយពុកម៉ែបងប្អូនគួរតែធ្វើសាឡុងមួយដែលមានសុវត្ថិភាពសម្រាប់ការចាក់ទៅលើសត្វគោរបស់យើងបាទហើយនេះគឺជាសកម្មភាពរបស់ឪពុករបស់ខ្ញុំបាទគឺគាត់បាច់ទឹកថ្នោតដែលគាត់ឡើងហើយគាត់អត់ស្ងោរជាស្ករទេគឺគាត់ដាក់ប្រហែលគោរបស់គាត់ជាមួយនឹងចំបើងហ្នឹងស៊ីដើម្បីឲ្យវាមានជាតិផ្អែមអញ្ចឹងទៅធ្វើឲ្យគោរបស់យើងនឹងបង្កើននៃការស៊ីបាទយើងដឹងហើយថាខែប្រាំងគឺជាខែដែលអត់មានស្មៅទេបាទស្មៅតាមវាលីងាប់ខ្ទេចអស់ហើយដូច្នេះហើយមានតែវិធីមួយនេះទេបាទបើសិនជាពុកម៉ែបងប្អូនអត់មានទឹកត្នោតឬក៏អីដូចពុករបស់ខ្ញុំទេគឺយើងអាចលាយជាមួយនឹងទឹកអំបិលបាទទឹកអំបិលយើងប្រោះទៅលើចំបើងរបស់យើងទៅវាក៏ជួយបង្កើនប្រសិទ្ធភាពនៃការស៊ីរបស់គោយើងដែរដើម្បីកុំឲ្យគោយើងមានការស្គមឬក៏ស្រក់សាច់ខ្លាំងនៅក្នុងរដូវប្រាំងនេះបាទយើងឃើញថានៅពេលដែលប្រោះទៅបាទវាចូលចិត្តស៊ីមែនតើបាទល្ងាចមិនតាន់ទេពុកម៉ែបងប្អូនបាទល្ងាចម៉ោង3ម៉ោង4មកដល់អស់លេងអត់ពិបាកទៅដេញឲ្យគោខ្ញុំពួកអីវាបញ្ញាប់មកស៊ីចំបើងនៅផ្ទះដូចពេលព្រឹកបើយើងឡើងអញ្ចឹងបើមិនដេញទៅគឺមិនទៅទេបាទគឺនៅស៊ីនៅហ្នឹងពួកអីចំបើងមានរសជាតិរាងផ្អែមវាមានរសជាតិឆ្ងាញ់ដូច្នេះហើយវាចូលចិត្តស៊ីមែនតើបាទវីដេអូរបស់ខ្ញុំមកដល់ទីបញ្ចប់ហើយខ្ញុំសូមអរគុណទៅដល់ពុកម៉ែបងប្អូនដែលតាមដានទស្សនាវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់បាទបើសិនជាមានចំណុចខ្វះខាតឬក៏ចំណុចអ្វីមួយដែលមិនសមគួរក៏សូមពុកម៉ែបងប្អូនមេត្តាខន្តីអភ័យទោសមកដល់ខ្ញុំបាទសូមអរគុណសូមជម្រាបលា